ស្រីប្រិមិត្តទូទស្សនិកជនជាទីមេត្រីយើងងាកទៅមើលគុណប្រយោជន៍ទាំង8ពីការទទួលទាននៅបន្លែម្រះវិញម្ដងគឺទី1នោះការពារកុំឲ្យមានគ្រោះក្នុងក្រលៀនគ្រោះក្នុងក្រលៀនជាជំងឺដ៏ឈឺចាប់បំផុតមួយប៉ុន្តែសម្រាប់ការពិសាផ្លែម្រះអាចជួយការពារមិនឲ្យកើតជំងឺនេះព្រោះផ្លែម្រះអាចជួយកាត់បន្ថយជាតិអាស៊ីតក្នុងរាងកាយដែលការលើសជាតិអាស៊ីតអាចធ្វើឲ្យកើតមានគ្រោះក្នុងក្រលៀនបានប៉ុន្តែអ្នកនឹងមិនងាយកើតជំងឺនេះបើអ្នកបានពិសាផ្លែម្រះច្រើនទី2នោះគឺបន្ថយជាតិខ្លាញ់ក្នុងឈាមផ្លែម្រះគឺអាចជួយកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាមនិងរាងកាយជាតិខ្លាញ់ក្នុងរាងកាយអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺជាច្រើនដូចជាជំងឺកាំងបេះដូងជំងឺមហារីកបេះដូងនិងការដាច់សរសៃឈាមជាដើមការពិសាផ្លែម្រះអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺទាំងនោះមួយកម្រិតព្រោះវាមិនធ្វើឲ្យជាតិខ្លាញ់ក្នុងរាងកាយរបស់អ្នកកើនឡើងខ្ពស់ឡើយទី3នោះការពារនឹងប្រឆាំងជំងឺមហារីកអ្វីដែលមិនគួរឲ្យជឿពីគុណប្រយោជន៍នៃផ្លែម្រះគឺវាអាចប្រឆាំងនឹងជំងឺមហារីកបានដោយសារម្រះវាប្រឆាំងនឹងការផលិតជាតិស្ករច្រើនហួសក្នុងរាងកាយដូច្នេះវាអាចផ្ដល់ប្រយោជន៍ដល់ការប្រឆាំងនឹងការលូតលាស់នៃកោសិកាមហារីកជាច្រើនក្នុងរាងកាយដូចជាការលូតលាស់នៃមហារីកថ្លើមមហារីកដោះនិងពោះវៀនធំជាដើមទី4នោះផ្ដល់គុណសម្បត្តិដល់ការរក្សាស្បែកពិសាផ្លែម្រះដោយធ្វើជាម្ហូបឬកិនជាទឹកម្រះដោយពិសាជាប្រចាំវាអាចផ្ដល់ប្រយោជន៍ដល់ស្បែករបស់អ្នកការពារមិនឲ្យកើតជំងឺមុនជំងឺស្បែកនិងជំងឺសើស្បែកស្ងួតជាដើមផងដែរអ្នកវិទ្យាសាស្ត្រខ្លះក៏បានយកផ្លែម្រះធ្វើជាលេថែរក្សាស្បែកផងដែរអ្នកក៏អាចយកធ្វើជាស៊ុបម្រះឬស្ងោរម្រះពិសាប្រចាំក៏អាចធ្វើឲ្យស្បែកស្រស់ស្អាតផងដែរទី5នោះគឺជួយសម្រកទម្ងន់ជាទូទៅប្រភេទរុក្ខជាតិបៃតងតែងជួយសម្រកទម្ងន់តែសម្រាប់ផ្លែម្រះវិញវាក៏អាចជួយកាត់បន្ថយនៅកម្រិតកាឡូរីដ៏ច្រើនហើយវាជួយរក្សាទម្ងន់ឲ្យសមនឹងសុខភាពរបស់អ្នកបើសិនបើអ្នកឧស្សាហ៍ពិសាផ្លែម្រះនេះដោយសារតែវាមានជាតិចិញ្ចឹមច្រើនផងដែរនោះទី6ជួយនឹងប៉ៅដុតថ្លើមផ្លែម្រះក៏អាចជួយដល់សុខភាពថ្លើមឲ្យល្អផងដែរថ្លើមមានសារៈសំខាន់ក្នុងរាងកាយព្រោះវាអាចជំនួយដល់ការរំលាយអាហារការបន្សាបជាតិពុលមុនពេលអាហារចូលក្នុងមាត់ជាដើមលើសពីនោះផ្លែម្រះអាចជួយការពារមិនឲ្យកើតជំងឺថ្លើមដែលបណ្ដាលមកពីការពិសាស្រាច្រើនពេកដូចជាជំងឺរលាកថ្លើមនិងការទល់លាមកផងដែរទី7គឺប្រភពនៃវីតាមីន K ការសម្បូរនៅវីតាមីន K អាចជួយឲ្យអ្នកមានសុខភាពឆ្អឹងល្អនិងជួយប្រឆាំងនៅការរលាកឆ្អឹងនិងកាត់បន្ថយការឈឺចុកចាប់នៃជំងឺរលាកសន្លាក់ផ្សេងផ្លែម្រះត្រូវបានពិសោធន៍ឃើញថាសម្បូរដោយវីតាមីន K ដែលជួយឲ្យអ្នកមានសុខភាពល្អនិងប្រឆាំងនឹងជំងឺឆ្អឹងនានាទី8ចុងក្រោយគឺជួយឲ្យប្រព័ន្ធស៊ាំក្នុងរាងកាយមាំមួនប្រព័ន្ធស៊ាំការការពាររាងកាយនឹងធ្វើឲ្យអ្នកប្រយុទ្ធប្រឆាំងនឹងជំងឺនិងវីរុសផ្សេងចំពោះផ្លែម្រះដែលមានជាតិល្វីងហាក់ដូចជាថ្នាំសម្រាប់ព្យាបាលមួយយ៉ាងដែលវាជួយប្រឆាំងនឹងបាក់តេរីនិងវីរុសដែរនឹងធ្វើឲ្យរាងកាយអ្នករឹងមាំមិនងាយកើតនឹងជំងឺនានាដូចជាជំងឺផ្ដាសាយនិងគ្រុនក្តៅជាដើមចា៎នេះគឺជាគុណប្រយោជន៍ទាំង8នៃការពិសាទទួលទានផ្លែម្រះផងដែរ